តា เคยគេមានស្មារតីឡើងវិញលោកតាសរសើរគេយ៉ាងសប្បាយរីករាយត្រូវហើយបែបនេះទើបសមភ្លាមនោះ Zichen លុតជង្គង់នៅលើដីហើយសំពះលោកតាដែលស្រឡាំងកាំងដោយសកម្មភាពភ្លាមរបស់គេសូមថែរក្សាខ្លួនផងលោកតាអរគុណសម្រាប់ការបង្រៀនខ្ញុំគ្រប់យ៉ាងគេងើបមុខមើលលោកតាហើយបន្តថាទោះបីជាពេលខ្ញុំធំឡើងក៏ដោយខ្ញុំនឹងនៅតែរង់ចាំលោកតានិងគ្រូលោកតាត្រូវតែត្រឡប់មកវិញលោកតាសម្លឹងមើលគេហើយញញឹមយ៉ាងពេញចិត្តក្មេងនេះក្នុងពេលជាមួយគ្នានោះការសោកស្ដាយបន្តិចបន្តួចបានភ្លឺឡើងក្នុងចិត្តរបស់គាត់គួរឲ្យស្ដាយណាស់កម្រនឹងជួបក្មេងដែលត្រូវចិត្តខ្ញុំណាស់ការបង្រៀនវាពិតជាគួរឲ្យចាប់អារម្មណ៍ណាស់តើខ្ញុំគួរនៅមួយរយៈទៀតទេខ្ញុំបានបដិសេធវារហូតមកបើខ្ញុំនៅឥឡូវនេះតើខ្ញុំនឹង Sick Leader បានសួរថាតើខ្ញុំគួរទុកមុខនៅឯណាគាត់បានអង្អាយក្បាល Zichen ថ្នមដោយសង្ឃឹមថារឿងរ៉ាវអាចដកស្រាយបានឆាប់រហ័សដើម្បីឲ្យគាត់អាចត្រឡប់មកវិញបានឆាប់ប្រសិនបើអ្វីដំណើរការទៅដោយរលូនការចំណាយពេលបន្តិចបន្តួចសម្រាប់គាត់នឹងមិនមែនជាបញ្ហានោះទេ Old Master បានលាគាត់ថាយើងនឹងជួបគ្នាម្ដងទៀតរហូតដល់ពេលនោះឯងត្រូវរស់នៅឲ្យបានល្អ Zichen សម្លឹងមើលគាត់ដោយក្តីរំជួលចិត្តហើយឆ្លើយតបដោយគោរពថាបាទ Old Master យប់បានចូលមកដល់ Zichen ចុះពីលើភ្នំតែម្នាក់ឯងដោយស្ងៀមស្ងាត់ភ្លាមនោះគាត់បានឮសំឡេងនៅក្បែរខ្លួនគាត់ងាកក្បាលទៅមើលស្រាប់តែឃើញរូបរាងរបស់ទៀនរូបង្ហាញខ្លួន Eldest brother Zichen ឧទានដោយការភ្ញាក់ផ្អើល Junior brother ទៀនរូឆ្លើយតបយ៉ាងរហ័ស Zichen មានការព្រួយបារម្ភយ៉ាងខ្លាំងហើយសួរថា Eldest brother ហេតុអ្វីបានជាអ្នកត្រឡប់មកយឺតម្លេះថ្ងៃនេះមួយរយៈចុងក្រោយនេះអ្នកក៏មិនសូវបានមកផ្ទះដែរវាគ្រាន់តែជាការងារប៉ុណ្ណោះទៀនរូឆ្លើយតបយ៉ាងទន់ភ្លន់ទុកឲ្យខ្ញុំយកវាចុះគាត់និយាយព្រមទាំងលូកដៃទៅជួយកាន់អីវ៉ាន់ឃើញ Zichen ស្តាក់ស្ទើរទៀនរូក៏ពន្លឿនថាដល់ផ្ទះហើយឆាប់ចូលទៅខាងក្នុងទៅពេលបើកទ្វារសិស្សប្អូនប្រុសស្រីបានស្រែកហូព្រមគ្នាថា Eldest brother អ្នកត្រឡប់មកវិញហើយទៀនរូញញឹមយ៉ាងផ្អែមល្ហែមគ្រវាយដៃដាក់សិស្សប្អូនប្រុសស្រីដែលគួរឲ្យស្រឡាញ់ខ្ញុំត្រឡប់មកវិញហើយពេលនេះមេឃងងឹតឈឹងក៏ជីសិននឹងអានជីងឆោលួចលាក់នៅមុខផ្ទះអានជីងកាន់ថងលុយមួយហើយសួរធានរូតិចថាបងធំស្មៅតើនេះជាអ្វីប្រាក់ឈ្នួលដែលខ្លំរកបានក៏ឆ្លើយតបយ៉ាងស្ងប់ស្ងាត់ជីសិននឹងអានជីងមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងហើយសម្លឹងមើលសិស្សច្បងរបស់ពួកគេដោយក្តីរំជួលចិត្តប៉ុន្តែអានជីងសួរដោយក្តីបារម្ភថាតើអ្នកត្រូវបានគេនាំទៅកន្លែងណាម្ដងទៀតឬប្រសិនបើអ្នកមិនយកលុយទេអ្នកមិនចាំបាច់ទៅទេមែនទេធឿនរូបពន្យល់យ៉ាងរហ័សថាវាមិនមែនបែបនោះទេវាមិនធ្ងន់ធ្ងរនោះទេគាត់លួងលោមពួកគេថ្នមថាកុំបារម្ភពីខ្ញុំវាគ្មានអ្វីគ្រោះថ្នាក់ទេធឿនរូងាកក្បាលទៅមើលផ្ទះហើយចាប់ផ្ដើមផ្ដាការណែនាំពេលខ្ញុំមិននៅជួសជុលផ្ទះរបស់យើងផងគ្រប់គ្នាធំអស់ហើយផ្ទះនេះតូចពេកហើយឮដូច្នេះជីសិននឹងអានជីងកាន់តែភ្ញាក់ផ្អើលគាត់ងាកមកវិញហើយណែនាំសិស្សប្អូនពីរនាក់ដែលគាត់ទុកចិត្តបំផុតក្រៅពីខ្ញុំសិស្សប្អូនទាំងឡាយអាចពឹងផ្អែកតែលើឯងពីរនាក់ប៉ុណ្ណោះមើលថែអ្នកតូចឲ្យបានល្អជាពិសេសស៊ូយៈនាងមើលទៅមិនសូវស្រួលខ្លួនប៉ុន្មានទេមួយរយៈនេះខ្ញុំបាននិយាយជាមួយ clinic រួចហើយកុំបារម្ភរឿងលុយគ្រាន់តែទៅយកថ្នាំណាក៏ត្រូវការដែរចាស់អានជីងឆ្លើយតបតិចធានរូឲ្យម្ដងទៀតថាជីសិនបាទ Eldest brother គាត់ឆ្លើយតបដោយគោរពធានរូចាប់ផ្ដើមណែនាំថាឯងដឹងហើយ
Second brother ហៀបនឹងចាស់ចេញជើប្រឡងដ៏សំខាន់ខ្ញុំនឹងមិននៅផ្ទះដូច្នេះឯងនឹងសេះប្អូនស្រីជួយគាត់ជាមុនសិនខ្ញុំដឹងហើយសូមកុំបារម្ភអី eldest brother ជីសិនឆ្លើយតបភ្លាមធានรู้បន្តដោយដកដង្ហើមធំថាប្រសិនបើមិនមែនដោយសារឯងពីរនាក់ទេខ្ញុំពិតជាមិនដឹងថាត្រូវធ្វើអ្វីទេខ្ញុំពឹងលើឯងទាំងពីរហើយជីសិននិងអានជីងសម្លឹងមើលគាត់យ៉ាងមើងម៉ាត់ដោយចិត្តពោពេញទៅដោយក្តីបារម្ភនិងការតាំងចិត្តមេឃមានពណ៌ខៀវស្រងាត់ជាមួយនឹងពពកពណ៌សគ្របដណ្ដើមលើជួរភ្នំដ៏ខ្ពស់ត្រដែតមនុស្សមួយក្រុមបានកំពុងធ្វើដំណើរឡើងភ្នំយ៉ាងលំបាកធានរូបានលីឡំទៅក្នុងផោងមនុស្សដែលហត់នឿយញើសបានស្រុកចោកមុខស្លៃរបស់គាត់ដោយស្ងៀមស្ងាត់គាត់អូសជើងដ៏ធ្ងន់របស់គាត់គិតក្នុងចិត្តថាផ្លូវមិនពិបាកពេកទេប៉ុន្តែខ្ញុំមិននឹកស្មានថាវាហត់យ៉ាងនេះទេគាត់ចាប់ផ្ដើមហត់ដង្ហាដោយអស់កម្លាំងព្រាមនោះការស្រែកមួយបានបំបែកភាពស្ងៀមស្ងាត់នៃព្រៃថាសម្រាប់បន្តិចសិនបន្ទាប់មកយើងនឹងបន្តដំណើរទៅមុខទៀតនៅពេលនេះគ្រប់គ្នាអស់កម្លាំងដោយឈប់នៅតាមចង្កេះភ្នំខ្លះដួលខ្លួនចុះដោយអស់កម្លាំងដើម្បីផឹកទឹកខណៈខ្លះទៀតអោនខ្លួនហត់យ៉ាងខ្លាំងធានរូក៏អង្គុយនៅទីនោះដោយគ្មានកម្លាំងកំហែងរាងកាយទាំងមូលរបស់គាត់មានអារម្មណ៍ថាអស់កម្លាំងភ្លាមនោះគាត់មានអារម្មណ៍ថានរណាម្នាក់ចូលមកជិតគាត់និងសំឡេងដោយជ្រាវនឹងកក់ក្ដៅបាននិយាយថាភាពតានតឹងក៏ប្រើប្រាស់ធម៌ពលរាងកាយដែរបើឯងនៅតែសោកសៅបែបនេះតើឯងនឹងមានកម្លាំងឯណាដើម្បីប្រយុទ្ធធានរូមានការភ្ញាក់ផ្អើលបន្តិចប៉ុន្តែឆ្លើយតបដោយគោរពថាបាទវាគឺជាដំបូងមិនវ័នរបស់ជីឃីងគាត់អង្គុយជុកក្បែរគាត់ហើយបន្តថាធានរូយើងមិនមែនមកទីនេះដើម្បីលេងទេនេះមិនមែនជាការហ្វឹកហាត់ទេវាជាការប្រយុទ្ធពិតប្រាកដខណៈដែលជីឃីងនិយាយគាត់សម្លឹងមើលគាត់ដោយខ្សែភ្នែកមើងម៉ាត់នេះមិនមែនជាការប្រយុទ្ធដើម្បីពង្ហាយសមត្ថភាពរបស់ឯងទេប្រសិនបើឯងមិនធ្វើសកម្មភាពដោយគ្មានមេត្តាទេឯងប្រកាសជាស្លាប់ហើយសិស្សប្អូនរបស់ឯងត្រូវការឯងដើម្បីមើលថែពួកគេឯងមិនចង់ស្លាប់នៅកន្លែងនេះទេមែនទេធានរូសម្លឹងមើលគាត់ខ្សែភ្នែករបស់គាត់រឹងមាំរឿងនោះនឹងមិនកើតឡើងទេត្រឹមត្រូវហើយជីឃីងនិយាយដោយសាមញ្ញមិនមែនត្រឹមតែឯងនឹងពួកយើងទេគូប្រកួតក៏ដូចគ្នាដែរគុំធ្វើមុខដូចជាឯងហៀបនឹងចាក់នរណាម្នាក់អីឯងមានជំរឿនតែមួយគត់ដូច្នេះប្រមូលស្មារតីឡើងវិញឲ្យលឿនពាក្យរបស់គាត់ប្រៀបដូចជាថ្នាំធ្វើឲ្យឆន្ទៈរបស់ធានរូកាន់តែរឹងមាំសំឡេងរបស់គាត់មើងម៉ាត់បាទខ្ញុំនឹងមិនឲ្យអ្នកគ្រប់គ្នាព្រួយបារម្ភទីខ្ញុំទេអូឮដូច្នេះជីឃីងសម្លឹងមើលផ្លូវបត់បែនខាងមុខហើយនិយាយដោយពេញចិត្តថាល្អហើយដែលឯងយល់យើងអាចធ្វើបានហើយគាត់ចាប់ផ្ដើមចេញបញ្ជាឲ្យធ្វើដំណើរដូច្នេះហើយគ្រប់គ្នាក៏ចេញដំណើរម្ដងទៀតសិស្សច្បងនៅជុំវិញគាត់បានមកជិតដោយស្រែកថាអាពើតទៅ Senior Brother Huang បានញាក់ភ្នែកលេងសើចលើកមេដៃដាក់គាត់ហើយក្នុងអិរិយាបថជាបងប្រុសដែលអាចទុកចិត្តបានចាប់ដើមលើកទឹកចិត្តគាត់កុំខ្លាចអីខ្ញុំនៅទីនេះខ្ញុំនឹងមិនឲ្យឯងស្លាប់ធានរូសម្លឹងមើលសិស្សរួមសំណាក់នៅជុំវិញគាត់ដោយមានអារម្មណ៍រំជួលចិត្តយ៉ាងខ្លាំងនៅក្នុងបេះសាចវាគឺជាពេលរសៀលគាត់កំពុងហត់ដង្ហុកដោយការឈឺចាឈាមពណ៌ក្រហមងងឹតហូរចេញពីជ្រុងមាត់របស់គាត់នៅខាងមុខគូប្រកួតនៃក្រុម Black Tiger Squad បានដួលនៅលើដីភ្លាមនោះ Senior Brother Huang បានដួលដោយមានឈាមស្រស់បានចេញពីមាត់របស់គាត់ទៀនរូប្រញាប់លើកគាត់ដាក់លើខ្នងហើយរួមជាមួយសមាជិកម្នាក់ទៀតនៃក្រុម Black Tiger Squad ពួកគេប្រញាប់ចាកចេញអារម្មណ៍មិនស្រួលបានកើតឡើងនៅក្នុងចិត្តរបស់ទៀនរូវាគ្រាន់តែជាបេសកកម្មស៊ើបអង្កេតសាមញ្ញប៉ុណ្ណោះតើពួកគេដឹងដោយរបៀបណាមិត្តរួមក្រុមនៅក្បែរគាត់បាននិយាយថាទៀនរូតោះផ្ដួលគ្នាប៉ុន្តែគាត់នៅតែស្ងប់ងាត់ហើយឆ្លើយថា
เครื่องมันตอนหอตี้บองแต่มุนจ้อเสิร์ชบองในกระบายกอดบานตะโอนตะแอนครองตึกดำบนโต๊ะท่าต้าวอามันนูมันตอนเตยจะมวยกำบัดตรองโป๊ตีหรือต้าวหนนาไอรถบานครองเปได้กงปงลีมนุษย์ทงุนแบกโนหรือโดยเฉพาะซีเนียร์บราเธอร์ฮวางตัวเบยเจรองโรบุทงุนก็ได้กอบชี้เยี่ยมบักพเนกให้ในเยโดยการรำคาญท่าเฮ้คิงมันแมนเตยจะแต้มดอมตีกรบขณีกงปงต่อสู้รถตึมุกกอดบรรต่อสไลท่าโดยเฉพาะผู้ไอประหยัดคลวนพ่องให้ตามไอตวันบรรต่อปีหรือแบบนี้บุระมันหนักเตี้ยหักโดยจิกคังอย่างคลังเมื่อเอาไว้ได้อามันหนักนี้นี่เยจ้อต้าวิจิกรมหกเขียมหรือต้านนนาเจเนตและโจกรงอันตะกระบาปูเกได้บรรดาลอยกรมแตงมูตระรงจำสมาชิกมันหนักเทียในกรม Black Tiger Squad ในข้างกร้อยได้บ้านสดับกายชลุปกายคณีดอยสงับอีเหล่านี้บ้านสไตรดอยกรมหังท่าปุกไอเบิดมาบตืออาลงงบาเมียนไปนี่เยเฮ็ดเอาไว้มันเลือกจึงรูตือซีเนียร์บราเดอร์ฮวงเด็กเลือกขนองระบาดเทียนรูโดยการชื่อจับปันตายก็โป๊เป็นแต่โดยการบรรทกคลวนแองแดดทั่วไอมิดรวมครมชอบเพียกปอนเจตเตโดยซาไตระบวดตรงโป๊นี่มันตรำแต่คลียงมันอาจกาปีอัปเปิลบานเตแถมแทงทั่วไอเวียมักลีคลียงเตียดเคยซีเนียร์บราเดอร์ฮวงแบบนี้เทียนรู้สรับแต่ในเยเลือกตึกเจ็ดกอดตรำบันติกตื้อแต่บันติกเตียดหนึ่งมันไอเตอัปเปิลกอดเฮาติกบัดเทียนรู้ฉลอยตอบโดยเนื้อแต่เป็นไดสมาร์ได้ซีเนียร์บราเดอร์ฮวงบันแนะนำท่าเบอร์เมียนเรื่องเอาไว้กาดล้างครั้นแต่ตุกเขียมเจ้าเฮาบรรต่อตะหมกเตียดเปียกระบอกกอดคือเมืองมัดแต่งสรงทั่วไอเทียนรู้จับประดามสลันสลาวได้ซีเนียร์บราเดอร์ฮวงบรรต่อท่าเบอร์เทียบหนึ่งกาสลับเขียมคล้ายทือเจียบรรทุกเชียงประสันว่าไออัฟกำลังกร้อนแต่ตุกไอเขียมสลับเนื้อตีนี้จ้อเนื้อไปนี้กรม Black Tiger Squad เนื้อแต่มันตอนชบเทียนรูสัววิงทาประเสริฐว่าเจบองกำปุ้งลีคิวมาเหล่านี้ตาบองหนึ่งตุกเขียมเจ้าไฮเตอร์เมนเทเซิร์ชบองเนื้อกใบพวกเก๋สาวจำออกทาสำแยงเนะเนื้อคางกรอยสไลด์ดอยกำเฮิงมาดองเตียดทาผู้เองอาจเบิดมอดบ้านเทสำเลงจุมเฮียนเชืองอย่างประหยัดประหยาลเนื้อแต่บรรลือลางเทียนรู้ปราสำเลงหนึ่งนอดดอยลวงเซิร์ชบองระบอกกอดยืงจัดดอลไฮเขียมดังปีตีทางระบบสตราวยืงอาจไว้บอกบานเสิร์ชบองมาแนะชลอยตอบโดยทูสราวท่าจังละอให้พวกเกปิดเกกำปุงปุนสตะยนตาไอดังทาเวียมินในยังนาเทเวียมินในทาเยืงตระเรียบจอมคล้วนไอบานมอดจอดกอดชลอยตอบโดยยกเจ็ดกอดบรรทอโดยสำเลงโปเป็นแต่กาปรุงประหยัดทาแล้วปีนี้ยืงเตาเทียนเนียทายืงในเมียนชีวิตตัวใบจียืงเต้นออกเนียรอกซีโดยการประยุทธ์ในมนุษย์กระดอยการสำลับนนนามาแนะปึดประกอบมันแม้นจีเรื่องซามันเตประสันบากรอนแต่ดอสไรสถานการณ์โดยธรรมดาเวียประหารจิจอบอยู่เฮยปันใต้เลิกนี้เนะนักบายกอดในเยกัดเพลียมถ่าเวียจีสังเกรียมปึดประกอบแดลตุนเล่เชียมหนึ่งโหกอดเงียเตอเทียนรู้หายซัวยังเมืองมัดถ่าอาเปยไอ้ทลอกเคยมนุษย์สลับเตลือโดยชนะกอดเมียนอารมณ์รุนทดบันติเพียบสลอนสลาวบางชลองกัดมุกระบกอดเนลอยเตอยากเส้งเตียดบรรทอได้สำแรงเทียบถ่าแต่เราเฮยตัวใบเจแองเจียมนุษย์กายสหาวอย่างนาก็ด้อยการสำลับนนามันยักมันแม้นจีเรื่องเงสรูเตคอมเพล็กตัวใบจีกรุบเนียบานกิกคล้วนโดยสาแองก็ด้อยประสินบะแองเนื้อแต่ประยุทธ์ด้วยเลือกหมุนแองปิดจีหนึ่งบัดบ้องชีวิตเนื้อไปกรอยเทียนรู้ปุ่นยลโดยสมอตรองทาบางแมงเคลื่อนกรอนแต่เกิดทาการกิกคล้วนคือจีอธิพีบกำปูลเนบเซงเตียดฉลอยตอบทาวีละอ้อประสันบะโดยแองนี่เย่เพลียมนุกอดเมื่อนอารมณ์ทาเมียนเอาไว้ข้อประกระได้ในข้างหมกพแนกระเบาะเทียนรูเบิกถมจุ่มเฮียนระเบาะกอดบานชบโดยอเจตนาหายเสือจะบองระเบาะกอดก็ชบได้กอดเงียกกระบาลเพลียมหายซัวโดยกาพ่อนจะหลอมทาเมียนเรื่องไอ้มันเนกเทียดกึดทากอดฮอตก็ซัวทาจังบดคเนียเตเทียนรู้นี่เยอย่างเมืองมัดทาเมียนมนุ
ពីព្រៃខាងមុខពួកគេមនុស្សមួយក្រុមបានបង្ហាញខ្លួនភ្លាមៗដឹកនាំពួកគេគឺ Chi King និងសមាជិកផ្សេងទៀតនៃក្រុម Black Tiger Squad ភាគច្រើននៃពួកគេបានរងរបួសពីការប្រយុទ្ធសិស្សចាស់បងពីរនាក់នៅខាងនេះបានស្រែកហូដោយសប្បាយរីករាយថា Chi King ប្រធានក្រុមអ្នកនៅខាងក្រោយស្រាប់តែជេរប្រទេសខណៈដែលគ្រប់គ្នានៅតែត្អូញត្អែ Chi King ស្រាប់តែកត់សម្គាល់ឃើញអ្វីមួយមិនធម្មតាមុខរបស់គាត់ងងឹតហើយគាត់បានចង្អុលដាវរបស់គាត់ទៅទីលដាវធានរូនិងអ្នកផ្សេងទៀតទើបតែមកពីដោយបញ្ជាថាទៅផ្លូវនោះគាត់ងក់ក្បាលយល់ព្រម Chi King ស្ងៀមស្ងាត់ម្ដងទៀតជេរប្រទេស Grand Master ប្រកាសជាដាក់ទណ្ឌកម្មយើងលើកនេះមិនខានម្នាក់ក្នុងក្រុមពួកគេនិយាយដោយស្លន់ស្លោថាប្រធានក្រុមផ្លូវនោះគាត់ឆ្លើយតបខ្សោយថាយើងនឹងត្រូវបរាជ័យទាំងស្រុងមានពួកគេច្រើនពេកបន្ទាប់ពីស្ងៀមស្ងាត់មួយសន្ទុះ Chi King សម្លឹងមើលមនុស្សនៅលើខ្នងរបស់ធានរូហេអាបាវដំឡូងឯងមិនអីទេភ្ញាក់ព្រឺតដោយការហៅ Senior Brother ហងរើខ្លួនបន្តិចហើយឆ្លើយតបដោយលំបាកថាជេរប្រទេសរបួសតិចតួចនេះគ្មានន័យអ្វីសម្រាប់ខ្ញុំទេគាត់ចាប់ផ្ដើមគណនាក្នុងចិត្តមុនពេលក្រុម Black Tiger Squad របស់យើងបែកបាក់យើងត្រូវផ្ដុំខ្លួនទៅទិសដៅរបស់ Grand Master ជាមុនសិនការតាំងចិត្តបានភ្លឺឡើងនៅក្នុងភ្នែករបស់គាត់ Chi King ដោយមានស្មារតីអង់អាចបានស្រែកខ្លាំងៗថាគ្មានផ្លូវផ្សេងទេយើងមិនអាចគ្រាន់តែរងចាំស្លាប់ទេវាយបំបែកការឡោមព័ទ្ធគ្រប់គ្នាសម្លឹងមើលមេដឹកនាំរបស់ពួកគេភ្នែករបស់ពួកគេភ្លឺដោយការជឿជាក់និងមោទនភាពមេឃឥឡូវនេះមានពណ៌ទឹកក្រូចចាស់នៃថ្ងៃលិច Chi King បានបន្លឺសំឡេងរលាន់ដូចផ្គុនលន់ដាស់តឿនសមាជិកក្រុម Black Tiger Squad ទាំងអស់ដែលកំពុងប្រយុទ្ធនៅសមរភូមិភ្ញាក់ខ្លួនឡើងក្នុងស្ថានភាពនេះយើងទាំងអស់គ្នាពិតជានឹងត្រូវកប់នៅទីនេះភ្លាមនោះភងមនុស្សបានសម្រុកចូលពីគ្រប់ទិសទីបុរសមកពីប៉ Four Fist Sect កាន់ដាវដែកត្រជាក់សម្រុកត្រង់ទៅក្នុងក្បួនរបស់ពួកគេភាគីទាំងពីរបានបន្ទុកគ្នាភ្លាមក្នុងការប្រយុទ្ធដ៏សាហាវ Chi King ដឹកនាំការវាយលុកតស៊ូទប់ទល់នឹងរលកនៃការវាយវហាររបស់សត្រូវដ៏កាយសាហាវម្នាក់បានស្រែករលាន់ហើយសម្រុកទៅរកគាត់គ្រូវាយដាវរបស់គាត់អស់ពីកម្លាំងងាប់ទៅ Chi King ងាកខ្លួនភ្លាមប៉ុន្តែមុនពេលគាត់អាចប្រតិកម្មដោយមិននឹកស្មានញញួរដៃធំមួយបានហោះមកពីណាទេវាយត្រូវសត្រូវមកពីប៉ Four Fist Sect នោះចំកណ្ដាលការវាយប្រហារតែមួយបានផ្ដួលគាត់នៅក្នុងគ្រោះកំសត់នេះហើយប្រធានក្រុមដ៏អស្ចារ្យនៃក្រុម Black Tiger Squad គឺអាខាំងបានបង្ហាញខ្លួននៅកណ្ដាលនៃការឡោមព័ទ្ធគាត់ស្រែកដាក់ Chi King ដោយសំឡេងបញ្ជាថាក្រោកឡើង Chi King សប្បាយចិត្តភ្លាមមុខរបស់គាត់ប្រែទៅជាស្នាមញញឹមដ៏ស្រស់ស្រាយបន្ទាប់ពីការរងចាំយ៉ាងយូរមេដឹកនាំដ៏គួរឲ្យគោរពបានត្រឡប់មកវិញហើយអាខាំងគ្រវាញញួរមួយគូក្នុងដៃរបស់គាត់កម្លាំងដ៏អស្ចារ្យរបស់គាត់បានវាយបំបីទុវកៈទាំងអស់គាត់ស្រែកដោយកំហឹងថាពួកឯងអាល្ងឹមខ្ញុំនឹងវាយពួកឯងឲ្យខ្ទេចរហូតដល់ខ្ញុំដួលទោះបីជាខ្ញុំស្លាប់ក៏ខ្ញុំត្រូវតែខាត់ពួកវាបន្ទាប់មករាងកាយដ៏រឹងមាំរបស់អាខាំងដូចជាខ្យល់គួចបានផ្ដួលបរោះភាគច្រើនមកពីប៉ Four Fist Sect យ៉ាងក្លាហានគាត់បន្តសម្រុកទៅរកក្រុម Black Tiger Squad ដោយវាយបំបែកជួររបស់សត្រូវស្រែកខណៈពេលកំពុងរត់ថាជេរប្រទេស Chi King ភ្លាមនោះអាខាំងត្រូវបានឡោមព័ទ្ធយ៉ាងតឹងរឹងដោយបុរសនៃប៉ Four Fist Sect ផ្លូវរបស់គាត់ត្រូវបានបិទ
ដោយនៅតែមិនខ្លាចគាត់បន្តណែនាំឈីឃីងថាពួកគេមិនស៊ឺមានមនុំនៅសល់ប៉ុន្មានទេរក្សាក្បួនគាត់នៅតែស្រឡាំងកាំងងាកក្បាលទៅមើលខ្នងរបស់ប្រធានក្រុមនៅពេលនេះអាខាំងស្រាប់តែឃើញធានរូកាន់ដំបងឈើឈរក្នុងជំហរប្រយុទ្ធដ៏មើងម៉ាត់បន្ទាប់មកគាត់បានបន្លឺសំឡេងស្រែកយ៉ាងដាច់អាហាំងថាមពលរបស់គាត់កើនឡើងធានរូដោយបិញបញ្ចេញនៅចេតនាសម្លាប់បានស្រែកថាងាប់ទៅដោយការតាំងចិត្តហាក់ដូចជាគាត់បានបាត់បង់ស្មារតីគាត់បានលោតចូលទៅក្នុងការប្រយុទ្ធដោយជាម៉ាស៊ីនដែលបានកំណត់កម្មវិធីទុកជាមុនរាងកាយតូចនិងរហ័សរហួនរបស់គាត់បានវាយបកសត្រូវរាប់មិនអស់ខណៈដែលធានរូធ្វើសកម្មភាពគំនិតដ៏គួរឲ្យភ័យខ្លាចរាប់មិនអស់ច្របល់ឲ្យខ្លាក់ក្នុងចិត្តរបស់គាត់វាមិនដូចអ្វីដែលខ្ញុំស្រមៃទេភាពភ័យខ្លាចក្របរាងកាយរបស់ខ្ញុំវាជាកំហុសរបស់ខ្ញុំក្នុងអំឡុងពេលនៃការប្រយុទ្ធដ៏វែកវរមនុស្សម្នាក់ត្រូវតែយកចិត្តទុកដាក់ដល់បរិស្ថានជុំវិញទោះបីជាខ្ញុំបានយកចិត្តទុកដាក់ក៏ដោយប៉ុន្តែភ្លាមនោះការស្រែកខ្លាំងមួយបានព្រមានថាខាងក្រោយឯងនៅពេលនោះសត្រូវម្នាក់បានចូលមកជិតធានរូដោយស្ងៀមស្ងាត់សត្រូវនោះបានវាយដាវរបស់គាត់ចុះភ្លាមដោយទើបតែបានព្រមានគាត់ប្រញាប់ងាកក្បាលខ្សែនៃគំនិតនៅតែបន្តមានរឿងខ្លះដែលមនុស្សម្នាក់មិនអាចយកចិត្តទុកដាក់បានដោយគ្មានការស្តាក់ស្ទើរធានរូបានវីបកភ្លាមដូច្នេះស្ថានភាពនឹងកើតឡើងដែលមិនអាចដោះស្រាយបានម្នាក់នោះបានទាញយកប្រយោជន៍ពីការមិនយកចិត្តទុកដាក់របស់គាត់ហើយកាប់ចុះត្រង់ជេរប្រទេសទោះបីជាគាត់គេចបានក៏ដោយក៏សក់មួយក្តាប់របស់ធានរូត្រូវបានកាត់ដោយដាវដ៏មុតស្រួយភ័យខ្លាចមួយសន្ទុះធានរូគាំងស្ងៀមឈីឃីងស្ទុះចូលដូចខ្យល់ព្យុះដោយទាត់មួយជើងយ៉ាងខ្លាំងដែលធ្វើឲ្យសត្រូវនៅខាងក្រោយគាត់ហោះទៅហើយស្រែកថានៅតែមិនទាន់ភ័យខ្លួនទេដកថយទៅទីតាំងរបស់ឯងភ្លាមនោះក្រុម Black Tiger Squad បានបង្កើតក្បួនការពារដ៏រឹងមាំខណៈដែលប៉ាក់ Four Fish Sack រៀបចំខ្លួនយ៉ាងឆាប់រហ័សបង្កើតស្រទាប់នៃការឡោមវត្តជាច្រើនរឹតបន្តឹងជុំវិញពួកគេគំនិតនៅក្នុង ចិត្តរបស់ធានរូនៅតែច្របល់ដើម្បីគេចចេញពីស្ថានភាពនោះការមើលឃើញរបស់គាត់បានត្រឡប់មកវិញចាប់ពីពេលនោះមកខ្ញុំចាប់ផ្ដើមមើលឃើញហើយគាត់ក្តាប់ដំបងឈើយ៉ាងមើលម៉ាត់ភ្នែករបស់គាត់បើកធំសម្លឹងមើលសត្រូវដោយកំហឹងបន្ទាប់មកបញ្ចេញសំឡេងស្រែកយ៉ាងខ្លាំងយប់ជ្រៅក្នុងព្រៃជ្រៅក្រុម Black Tiger Squad បានប្រដុំគ្នាជុំវិញភ្លើងមុខដ៏មើលម៉ាត់របស់អាខាំងត្រូវបានបំភ្លឺដោយភ្លើងដែលឆេះឆៃបង្ហាញពន្លឺក្តៅខ្លះៗនៅលើវាឈីឃីងកម្ដៅមួយដើមលើភ្លើងយ៉ាងប្រយ័ត្នប្រយែងទុកឲ្យខ្ញុំគាត់និយាយទៅទៀតគេឃើញឈីឃីងព្យាបាលរបួសរបស់អាខាំងដ៏ល្អិតល្អន់គាត់ជ្រុញមុខដោយការឈឺចាប់ខំធ្មេញនិងថ្ងោនទឹកធ្មេញរបស់គាត់ហូរចេញពីកន្ទុយភ្នែករបស់គាត់ដោយស្ងប់ស្ងាត់គាត់សួរយ៉ាងទន់ភ្លន់តើឯងមិនអីទេអាខាងឆ្លើយតបភ្លាមថាតើខ្ញុំមើលតែមិនអីទេឬវាឈឺដូចនរកឈីឃីងបន្តក្នុងទឹកដមសង្ស័យថាតើមនុស្សមកពី Back for Physics ខ្លាំងដល់ថ្នាក់នេះឬគាត់ឆ្លើយតបភ្លាមថាពួកគេមិនមែនមកពី Back for Physics ទេមិនអាចជាពួកគេទេចុះពួកគេជានរណាអាខាងធ្លាក់ក្នុងកំណត់ជ្រៅគិតយឺតបន្ទាប់មកគាត់បានណែនាំថាតោះចាកចេញពីទីនេះសិនវាមិនយឺតពេកទេក្នុងការស៊ើបអង្កេតពួកគេបានដកថយសម្រាប់ពេលនេះប៉ុន្តែពួកគេនឹងត្រឡប់មកវិញឆាប់បន្ទាប់ពីលើបែបនេះឈីឃីងឆ្លើយតបភ្លាមថាបាទអាខាងសម្លឹងមើលទៅធានរូដែលកំពុងរុំរបួសឲ្យមិត្តរួមក្រុមយ៉ាងប្រុងប្រយ័ត្នហើយចាប់ផ្ដើមបញ្ចេញមតិថាយ៉ាងណាក៏ដោយក្មេងនោះឈីឃីងនិយាយកាត់សម្លេងរបស់គាត់ស្ដីបន្តិចថាគាត់នៅខ្វះខាតច្រើនណាស់ក្នុងការប្រយុទ្ធគាត់រំភើបពេកហើយសម្រុកទៅមុខតែម្នាក់ឯងបន្តមកគាត់និយាយតិចថាតោះ
គុំនិយាយរឿងនោះទៀតអីគាត់បានជួយសង្គ្រោះមនុស្សច្រើនណាស់នៅថ្ងៃនេះអាខាងឆ្លើយតបតិចតិចថាគាត់ពិតជាងងមែនក្រុមស្ទើរតែបែកបាក់ទៅហើយបន្ទាប់មកគាត់ងាក់ហើយស្រែកថាធានរូមកទីនេះមួយផ្លែបគាត់ឆ្លើយតបយ៉ាងរហ័សថាបាទសិស្សចម្ដងក៏សួរថាតើឯងមិនអីទេធានរូអនមុខចុះសំឡេងរបស់គាត់ពោពេញដោយការខកចិត្តរាងកាយឆ្ងល់មិនអីទេប៉ុន្តែគាត់ឈប់ភ្លាមធ្វើឲ្យជីឃីងចង់ដឹងរឿងមានរឿងអីធានរូបន្តដោយសំឡេងឈឺចាប់ថា Senior Brother Hong ត្រូវបានគេវាយរហូតដល់ស្លាប់គាត់សួរវិញភ្លាមថាដូច្នេះឯងសោកសៅចំពោះរឿងនោះគាត់ឆ្លើយដោយស្មោះត្រង់ថាគ្រាមគួរតែឯងជួយសង្គ្រោះគាត់បានជីឃីងកាត់គាត់ភ្លាមដោយសំឡេងមឹងម៉ាត់ថាហេតុអ្វីឯងមិនគិតពីរបៀបដែលឯងស្ទើរតែស្លាប់ដែរអាខាងបន្ថែមថាសេចក្តីស្លាប់គឺទីបញ្ចប់ប្រសិនបើមានតែឯងដែលស្លាប់នោះចាត់ទុកថាជាសំណាងប៉ុន្តែប្រសិនបើឯងបានស្លាប់នៅការប្រយុទ្ធថ្ងៃនេះប្រហែលជាគ្រប់គ្នានឹងស្លាប់ឮពាក្យណែនាំទាំងនេះមុខរបស់ទៀនរូបង្ហាញពីភាពសោកសៅនិងការសោកស្ដាយក៏ឆ្លើយតបតិចថាខ្ញុំនឹងមិនធ្វើកំហុសបែបនេះទៀតទេនៅពេលអនាគតអាខាំងបន្តបង្រៀនក្នុងទឹកដำរបស់មនុស្សដែលមានបទពិសោធន៍ថាពិតណាស់ឯងនឹងមិនធ្វើទេក្រៅពីនេះឯងធ្វើបានល្អណាស់ថ្ងៃនេះនៅពេលអនាគតឯងគ្រាន់តែត្រូវការប្រយុទ្ធបែបនេះហើយរស់រានមានជីវិតទៀនរូឆ្លើយតបដោយគោរពថាបាទបន្ទាប់មកគាត់ប្រមានយ៉ាងម៉ឺងម៉ាត់ម្ដងទៀតថាហាមដាច់ខាតមិនឲ្យចាក់ចេញពីក្រុមតែម្នាក់ឯងគាត់តម្លើងសំឡេងយ៉ាងម៉ឺងម៉ាត់ដើម្បីធានាពួកគេថាដាច់ខាតនឹងមិនមានលើកទី2ទេបាទព្រះច័ន្ទពេញវងបានព្យួរខ្ពក់នៅលើក្បាលបំភឺផ្លូវបងប្អូននៃក្រុម Black Tiger Squad បានដំណើរទៅមុខជាមួយគ្នាទៀនរូស្រាប់តែមានអារម្មណ៍ថាមានអ្វីប្លែកម្យ៉ាងអារម្មណ៍ស្រពឹកស្រពិលវាច្បាស់ណាស់ថាមានអ្វីមួយបានផ្លាស់ប្ដូរគាត់គិតថាអ្វីដែលជាវមូបង្ហាញខ្ញុំបន្ទាប់មកទៀនរូបានរំលឹកចងចាំរបស់ជីឌៀនដៃដ៏ទន់ធ្ងន់របស់នាងអង្អែសក់របស់គាត់អំដោយពាក្យដំបូលមានដ៏កប់ក្ដៅថានឹងមានថ្ងៃមួយដែលឯងយល់ដោយខ្លួនឯងដូច្នេះកុំបារម្ភហើយកុំខ្លាចចាប់ពីពេលនេះរហូតដល់ពេលនោះគ្រាន់តែផ្ដោតលើការវឹកហាត់របស់ឯងត្រឡប់មកការពិតវិញទៀនរូដឹងថាប្រហែលជាពេលនេះហើយគឺជាពេលវេលាហើយជំហានដែលកំពុងបោះទៅមុខស្រាប់តែថយលបឿនហើយឈប់ក្រោមពន្លឺព្រះច័ន្ទស្រអប់អខាងមុខមនុស្សមួយក្រុមដែលមិនស្គាល់ប្រភពដើមបានបង្ហាញខ្លួនរូបរាងរបស់ពួកគេស្រពឹកស្រពិលនិងអត្ថបទណាស់អាខាងស្រែកភ្លាមដោយសំឡេងប្រុងប្រយ័ត្នថាប្រុងប្រយ័ត្នសមាជិកទាំងអស់នៃក្រុម Black Tiger Squad ពួកគេរឹតបន្តឹងការកាន់អាវុធរបស់ពួកគេម្ដងទៀតដោយចូលទៅក្នុងជំហរវាយប្រហារយ៉ាងឆាប់រហ័សធានឬរឹតបន្តឹងការកាន់ដំបងឈើខ្សែភ្នែករបស់គាត់រឹងមាំខណៈពេលដែលគាត់សម្លឹងត្រង់ទៅមុខរៀបចំដើម្បីប្រឈមមុខនឹងការប្រយុទ្ធអាកាំងបានកាប់ជាច្រើនដងទៅលើគូប្រកួត2នាក់បុរសពាក់មួកពណ៌លឿងដែលមានគែមធំទូលាយដែលកំពុងប៉ះទង្គិចយ៉ាងសាហាវជាមួយបុរសពាក់ម៉ាស់នៅពេលនេះធានឬក៏ស្ទុះទៅយ៉ាងលឿនបន្លឺសំឡេងស្រែកខ្លាំងហើយចាក់ដំបងរបស់គាត់ចូលទៅក្នុងរាងកាយរបស់គូប្រកួតដែលមិនទុកពេលឲ្យគាត់ទប់ទល់ខណៈដែលឈាមស្រស់បានបាញ់ទៅគ្រប់ទីកន្លែងបន្ទាប់មកបុរសនោះបានដួលយ៉ាងខ្សោយទៅលើដីទើបតែពេលនោះទេដែលធានឬដកដង្ហើមហត់ពី3ដងភ្លាមនោះស្ត្រីម្នាក់ទៀតបានក្រវីអាវុធរបស់គាត់ហើយសម្រុកចូលងាប់ទៅការកាប់ដ៏ខ្លាំងក្លានៅមុតស្រួយបានមកភ្លាមប៉ុន្តែវានៅតែត្រូវបានទប់ដោយញញួររបស់គាត់ដែលវាត្រូវទ្រង់សត្រូវម្នាក់ទៀតរត់មកពីខាងក្រោយកាន់ដងដាវរបស់គាត់ដោយដៃទាំងពីរហើយស្រែកថាងាប់ឌឺអាឆ្កែឮដូច្នេះធានឬងាកក្បាលភ្លាមដៃដ៏រហ័សរហួនរបស់គាត់បានវាយអាវុធរបស់គាត់ទៅខាងខ្នងគំនិតមួយភ្លឺឡើងក្នុងចិត្តរបស់គាត់ខ្ញុំទៅតែគិតពីខ្លួនឯងជាមុនបន្ទាប់មកគាត់បានទាត់មួយជើងទៀតយ៉ាងលឿនឈាមបានបាញ់ពេញមុខរបស់ធានឬក្លិនឆ្អាបនឹងគួរឲ្យចង់ក្អួតរឿងរ៉ាវនៅក្នុងពិភពគុណមិនមែនងាយស្រួលទេ
ខណៈដែលគាត់កាប់សត្រូវដោយមិនឈប់ឈរគាត់និយាយយ៉ាងត្រជាក់ថាងាប់ដើភ្លាមនោះមានអ្វីមួយចាប់អារម្មណ៍ធានឬគាត់បើកភ្នែកធំដោយការភ្ញាក់ផ្អើលរឿងរ៉ាវនៃពិភពគុណមិនមែនជារឿងលេងសើចទេភ្លាមនោះបុរសម្នាក់ពាក់ម៉ាស់បានសម្រុកទៅមុខវាយដំបងរបស់គាត់ចុះនឹងបំបែកមួករបស់គាត់ការដឹងពីភាពខុសគ្នារវាងមេឃនិងដីមិនមែនគ្រាន់តែតាមរយៈពាក្យសម្ដីទេប៉ុន្តែដោយមានអារម្មណ៍ជាមួយរាងកាយទាំងមូលទៀនរូបានយកក្បាលបុកផ្នែកខាងក្រោមរបស់គូប្រកួតយ៉ាងខ្លាំងធ្វើឲ្យគាត់ដួលទៅក្រោយខ្សែភ្នែករបស់គាត់កាន់តែមុតស្រួចជាងពេលណាទាំងអស់ការយល់ដឹងដ៏ជ្រាលជ្រៅដូច្នេះវាបែបនេះសោះភ្លាមនោះរូបរាងកាន់ដាវមួយបានស្ទុះទៅរកទៀនរូខ្ញុំមានអារម្មណ៍ច្បាស់នៅអ្វីមួយខ្ញុំកាត់ថាខ្ញុំបានរីកចម្រើនគាត់ងាកហើយគិតពីការវាយប្រហារមួយយ៉ាងស្រាលបន្ទាប់មកវាយដំបងរបស់គាត់ភ្លាមដោយវាយត្រូវមនុស្សនៅពីមុខគាត់យ៉ាងខ្លាំងសមត្ថភាពក្នុងការទុស្ទាយដាប់ក្បាច់បន្ទាប់របស់កម្ពុជាអ្នកចម្បាំងនេះមិនមែនគ្រាន់តែជាការនិយាយលេងទេដៃរបស់នរណាម្នាក់រឹតបន្ទឹងលើដងដាវដោយក្រវីវាដោយមិនឈប់ឈរពីមុនខ្ញុំតែងតែដកដង្ហើមវែងដើម្បីសម្រួលដង្ហើមដាវនិងដំបងរបស់ភាគីទាំងពីរបានប៉ះទង្គិចគ្នាយ៉ាងខ្លាំងទៀនរូប្រៅកម្លាំងរបស់គាត់ដើម្បីរុញដាវចេញគិតក្នុងចិត្តថាដាវនោះប្រកាសជាចាក់ទម្លុះបេះដូងរបស់ខ្ញុំហើយគូប្រកួតដែលពាក់ម៉ាស់បានបង្ហាញតែភ្នែកដែលពោពេញទៅដោយចេតនាសម្លាប់គាត់វាយប្រហារគាត់ដោយមិនឈប់ឈរតើមានអ្វីបន្ទាប់ពីដាប់ក្បាច់ប្រសិនបើខ្ញុំមិនធ្វើសកម្មភាពភ្លាមទេសេចក្តីស្លាប់នឹងមកដល់ហើយអ្វីបានជាផ្លូវនេះលំបាកម្លេះដំបងហាក់ដូចជាញ័រតិចទិដ្ឋភាពនៅចំពោះភ្នែករបស់គាត់លែងច្បាស់ទៀតហើយទៀនរូចាប់យកផ្លាដាវប្រើដៃរបស់គាត់ដើម្បីបញ្ឈប់វាមិនឲ្យចាក់ចូលជ្រៅគំនិតបានលេចឡើងក្នុងចិត្តរបស់គាត់ម្ដងទៀតនេះកំពុងធ្វើឲ្យឃ្លាមស្លន់ស្លោអារម្មណ៍ចម្លែកដែលពន្យល់មិនបាននេះក្នុងពេលជាមួយគ្នានោះគូប្រកួតមិនបង្ហាញក្តីមេត្តាទេចិញ្ចើមរបស់គាត់ជ្រួញយ៉ាងតឹងដូច្នេះជំនួសការរស់ក្នុងត្រូវតែរស់រៀនមានជីវិតគាត់ចាក់ចងដាវយ៉ាងសាហាវទៅរកគាត់ងាប់ទៅប៉ុន្តែទៀនរូប្រើកម្លាំងទាំងអស់របស់គាត់ហើយវាយដៃរបស់គាត់ដើម្បីទប់វាគាត់ងើបក្បាលឡើងខំថ្មិញទៀនរូប្រើក្បាលរបស់គាត់បុកគូប្រកួតគំនិតនៃការរស់រៀនមានជីវិតបានភ្លឺឡើងក្នុងចិត្តរបស់គាត់ត្រូវតែរស់រៀនមានជីវិតសកម្មភាពនេះបានធ្វើឲ្យមនុស្សម្នាក់ទៀតហើរទៅភ្លាមនៅទីបំផុតមានតែគាត់ទេដែលនៅឈរខ្សែភ្នែករបស់គាត់មុតស្រួចនិងពោពេញដោយការតាំងចិត្តគាត់ត្រូវតែរស់រៀនមានជីវិតក្នុងពេលជាមួយគ្នានោះនៅក្នុងទីប្រជុំជនដ៏ធំមួយមនុស្សម្នាក់អង្គុយលើកៅអីបានសួរថាតើយើងពិតជាត្រូវធ្វើដល់ថ្នាក់នេះមែនទេគ្រាន់តែពាក្យសម្ដីចេញមកភ្លាមមនុស្សនៅទល់មុខដែលកាន់កែវស្រាបានឆ្លើយតបយ៉ាងរហ័សថាតើឯងគិតថាមានអ្វីនៅក្នុងโลกនេះដែលមិនគិតថ្លៃទេយើងបានយកលុយច្រើនណាស់ពី Young Master នោះអ្នកលេងធំបំផុតនៅក្នុងផ្ទះបនឬដូច្នេះជួនកពីលពីមុនក៏ខំថ្មិញខ្ញុំដឹងរឿងនោះប៉ុន្តែខ្ញុំគិតថាយើងគ្រាន់តែត្រូវដោះស្រាយជាមួយមនុស្សល្ងង 2-3 នាក់ប៉ុណ្ណោះតើយើងមិនគួររាយការណ៍រឿងនេះទៅ Old Master ទេឬបរិយដែលមានក្រមាលើក្បាលឆ្លើយតបភ្លាមថាកុំនិយាយរឿងមិនសមហេតុផលគ្រាន់តែដោយសារតែមានអារម្មណ៍ខុសប្រសិនបើវាលឺដល់ត្រចៀករបស់ Old Master ទេមិនចាំបាច់ឲ្យ Old Master ដឹងទេប្រសិនបើ Guild Master ដឹងខ្ញុំខ្លាចថាយើងនឹងខ្លាចជាកូនអុកដែលត្រូវគេបូជាដោយត្រូវគេបោះទៅក្នុងកន្លែងដ៏គួរឲ្យភ័យខ្លាចណាមួយអ្នកទាំងពីរបានបន្តឆ្លោះប្រកែកគ្នាទៅវិញទៅមកមួយសន្ទុះគ្រាន់តែសម្រាប់ការនិយាយនោះហើយជាមូលហេតុដែលខ្ញុំប្រាប់ឯងឲ្យប្រយ័ត្នមាត់គ្រាន់តែគាត់និយាយចប់ភ្លាមបុរសដែលពាក់អាវខោខាងក្រៅបានផឹកស្រាមួយកែវយឺតដែលបែកញើកយ៉ាងខ្លាំងហើយនិយាយថាព្រះជាម្ចាស់ឲ្យតើមានរឿងអ្វីកើតឡើងដែលធ្វើឲ្យ Young Master ធ្វើដល់ថ្នាក់នេះខ្ញុំមិនដែលឃើញគាត់បែបនេះទេ
សំឡេងរបស់ពួកគេបានបន្លឺក្នុងខ្យល់ត្រីហើយខ្ញុំបានឃើញយ៉ាង Master អន្ទាក់អន្តែងអស់រយៈពេលច្រើនខែនោះជាការប្រកាសដ៏កម្រយ៉ាង Master អន្ទាក់អន្តែងអស់រយៈពេលច្រើនខែគឺដោយសារតែមានម្នាក់ពីវ៉ាងណាន់អឺសេកនៅក្នុងត្រកូលគឺអ្នកដែលយើងស្គាល់វ៉ាងណាន់អឺសេកតើពួកគេមិនមែនជាក្រុមអ្នកបរាជ័យដែលអស់សំណាងទេឬត្រូវរងទុក្ខអស់ច្រើនខែគ្រាន់តែដោយសារតែមនុស្សបែបនោះបុរសដែលមានក្រមាក៏ផឹកស្រាបន្តិចដែរវាមិនសាមញ្ញបែបនោះទេវ៉ាងណាន់ទីសេកមានការគ្រប់គ្រងទាំងស្រុងនៅទីនោះគាត់ដាក់កែវស្រារបស់គាត់នៅលើតុហើយបន្តថាយ៉ាងណាក៏ដោយសម្រាប់ពួកយើងពួកគេគ្រាន់តែជាមនុស្សធម្មតាពួកគេគ្រាន់តែជាមនុស្សដែលពឹងផ្អែកលើភាពលឿនជាងនិងខ្លាំងជាងមនុស្សធម្មតាបន្តិចប៉ុណ្ណោះនៅពេលនេះសំឡេងមួយទៀតបាននិយាយកាត់ថាឯងពិតជាកង្កែបក្នុងអណ្ដូងមែនពិភពក្រោមដីអាចគ្រប់គ្រងទីក្រុងឆាងស៊ីបានយ៉ាងជាក់លាក់ដោយសារតែពួកគេមានវ៉ាងណាន់ទីសេកនៅពីក្រោយខ្នងឈាមត្រូវបានបង្ហូរនៅទីនោះច្រើនជាងក្នុងពិភពគុណទាំងមូលទៅទៀតមនុស្សដែលអាចគ្រប់គ្រងទីក្រុងទាំងមូលតើពួកគេមើលទៅងាយស្រួលដោះស្រាយណាស់មែនទេពួកគេទាំងអស់គ្នាមើលទៅរន្ធត់ទោះបីជាយ៉ាងណាយើងមិនមែនជាកំពូលញាក់ចម្បាំងទេគ្រាន់តែមួយកំបិតត្រង់ពោះហើយវាជាថ្ងៃដែលយើងចាកចេញពីពិភពលោកនេះដើម្បីប្រថុយជីវិតប្រឆាំងនឹងមនុស្សដូចជាក្រុម Black Tiger Squad ឯងត្រូវតែជាមនុស្សអស្ចារ្យភ្លាមនោះសំឡេងដែលមិននឹកស្មានដល់បានបន្លឺឡើងហេតុអ្វីបានជាមនុស្សម្នាក់ត្រូវតែអស្ចារ្យដើម្បីប្រថុយជីវិតពេលឮសំឡេងនោះបុរសទាំងពីរនាក់ប្រញាប់មើលទៅដោយភ័យខ្លាចហើយស្រែកថាយ៉ាង Master អ្នកមកដល់ហើយយ៉ាងឆែនពាក់អាវធំពណ៌ស្វាយសួរយ៉ាងមើងម៉ាត់ថាពួកឯងហាក់ដូចជាកំពុងពិភាក្សាអ្វីដែលគួរឲ្យចាប់អារម្មណ៍ណាស់គ្រាន់តែគាត់និយាយចប់ម្នាក់ក្នុងចំណោមពីរនាក់នោះប្រញាប់បដិសេធគ្មានអ្វីទេប៉ុន្តែនៅពេលនេះគាត់សួរម្ដងទៀតដោយមិនជឿបន្តិចថាតើគ្មានបញ្ហាទេឬរឿងនេះត្រូវធ្វើដោយសម្ងាត់បំផុតប្រសិនបើនរណាម្នាក់ដឹងវានឹងពិបាកខ្លាំងណាស់សម្រាប់ខ្ញុំឮដូច្នេះម្នាក់ទៀតឆ្លើយតបយ៉ាងរហ័សដើម្បីធានាថាសូមកុំបារម្ភយ៉ាង Master យើងបានរៀបចំអ្វីៗគ្រប់គ្រាន់ហើយដូច្នេះហើយយ៉ាងឆែនដែលមានភ្លើងឆេះក្នុងចិត្តគិតពីអានជីងហើយរៀបចំផែនការក្នុងចិត្តមិនយូរទេឯងនឹងធ្លាក់ក្នុងដៃខ្ញុំនៅក្នុងព្រៃងងឹតជ្រឹងនៅពេលយប់រូបរាងងងឹតរាប់មិនអស់បានធ្វើដំណើរទៅមុខអាខាំងជ្រួញចិញ្ចាមបន្តិចខំថ្មិញហើយនិយាយតិចៗថាវានឹងមិនយូរទេដល់ពេលនោះ Eldest Brother នឹងដឹងថាអ្វីគឺខុសបិសាចចាស់នោះប្រកាសជានឹងមកភ្លាមនោះរូបរាងខ្ពស់និងងងឹតមួយបានបង្ហាញខ្លួនភ្លាមនៅក្នុងភាពងងឹតមនុស្សនោះធ្វើឲ្យគាត់ភ្ញាក់ផ្អើលបន្តិចខណៈដែលគូប្រកួតបង្ហាញទឹកមុខមើលងាយគ្រាមលឺថាឯងខ្លាំងពូកែណាស់ពាក្យទាំងនេះធ្វើឲ្យអាខាំងនិងមនុស្សនៅក្បែរគាត់គ្រាន់តែឈរហើយសម្លឹងមើលពួកគេស្ដាប់ខណៈដែលមនុស្សនៅចំពោះមុខនិយាយគួរឲ្យអស់សម្លាយណាស់ខ្ញុំឮថាពួកគេបានបញ្ជូនមនុស្សជាង100នាក់ពី Lion Dog Sect ដើម្បីចាប់ខ្លួនឯងប៉ុន្តែឯងនៅតែអាចមកដល់ទីនេះអរគុណចំពោះរឿងនោះខ្ញុំមានឱកាសបានជួបឯងមែនទេឆន្ទៈក្នុងការប្រយុទ្ធនិងសមត្ថភាពរបស់ឯងគឺគួរឲ្យសរសើរឮដូច្នេះអាខាំងគិតភ្លាមថាមនុស្សមកពីពិភពគុណ Lion Dog Sect ពួកអតិរច្ឆានទាំងនេះបន្តមកគាត់ងាកក្បាលហើយបញ្ជាអ្នកដែលនៅពីក្រោយគាត់ថានរណាដែលអាចរត់បានគ្រាន់តែរត់ទៅមុខត្រង់កុំងាកក្រោយនៅក្នុងទីប្រជុំជនមួយមនុស្សរាប់មិនអស់បានជក់ចិត្តនឹងសកម្មភាពខ្លះដោយម្នាក់មានទឹកមុខខុសគ្នាពួកគេដកដង្ហើមធំមិនឈប់
វាពិបាកពេកខ្ញុំមិនអាចរកដំណោះស្រាយបានទេទោះជាយ៉ាងណាក៏ដោយ Wulin នៅតែបិទភ្នែកពាក់កណ្ដាលទឹកមុខរបស់គាត់ស្ងប់ស្ងាត់ឥឡូវនេះគឺជាពេលប្រលប់ហើយមាននរណាម្នាក់កំពុងចាក់ស្រាចូលក្នុងកែវតូចមួយបុរសពីរនាក់ម្នាក់សួរម្នាក់ឆ្លើយតើឯងមិនគួររៀបចំសម្រាប់ប្រឡងនៅថ្ងៃស្អែកឬដើម្បីអ្វីទុកឲ្យខ្ញុំម្នាក់ឯងមួយផ្លែតពួកគេមើលទៅពិបាកចិត្តហើយបន្តថាបោះបង់ចោលហើយឬនៅពេលដែលវាទើបតែចាប់ផ្ដើមឯងបោះបង់ចោលគ្រាន់តែដោយសារតែឯងបរាជ័យនៅថ្ងៃដំបូងខ្ញុំបានធ្វើកំហុសច្រើនណាស់ខ្ញុំមិនអាចសូម្បីតែសរសេរមួយម៉ាត់បន្ទាប់ពីនិយាយបែបនេះបុរសសក់ក្រហមបានលើកកែវស្រារបស់គាត់ដើម្បីផឹកស្រាប់តែមានអ្វីមួយចាប់អារម្មណ៍គាត់ឃើញយុវជនដែលជក់ចិត្តនឹងសៀវភៅគាត់សួរថាឯងប្រកាសជាធ្វើល្អនៅការប្រឡងហើយមែនទេប៉ុន្តែម្នាក់ទៀតមិននិយាយមួយម៉ាត់សកម្មភាពនេះធ្វើឲ្យបុរសសក់ក្រហមស្រែកដោយកំហឹងថាតើឯងគោមែនទេទោះជាយ៉ាងណាក៏ដោយ Wulin នៅតែស្ងៀមស្ងាត់ផ្ដោតលើសៀវភៅរបស់គាត់នៅពេលនេះគាត់ក្រោកឈរឡើងហើយស្រែកដោយការធុញថប់ថាខ្ញុំទ្រាំនឹងឯងល្មមហើយគាត់បានបិទសៀវភៅរបស់យុវជននោះយ៉ាងខ្លាំងដោយកំហឹងខ្ញុំកំពុងនិយាយជាមួយឯងនៅចំណុចនេះ Wulin ទីបំផុតបានងាកក្បាលហើយសួរយ៉ាងមើងម៉ាត់ថាតើមានបញ្ហាអ្វីម្នាក់ខឹងសម្បាម្នាក់ទៀតស្ងប់ស្ងាត់ដូចទឹកដែលនឹមនឹងពេលនរណាម្នាក់ហៅឯងគួរតែយ៉ាងហោចណាស់មើលមែនទេគាត់ឆ្លើយតបដោយសំឡេងស្ងប់ស្ងាត់ថាតើឯងកំពុងហៅខ្ញុំឬសំឡេងរបស់ពួកគេបានបន្លឺឡើងពេញកន្លែងនោះស្អី Wulin និយាយឡើងថាឯងសំបីតែគ្មានពេលនិយាយប៉ុន្តែឯងមានពេលទំនេរផឹកស្រាតើឯងភ្លេចការណែនាំរបស់គ្រូហើយឬគាត់បន្តខណៈពេលដែលបោកទំព័រសៀវភៅទោះបីជាឯងថ្លាត់ការប្រឡងក៏ដោយដរាបណាឯងអាចស្វែងរកចម្លើយដែលមានតម្លៃក្នុងសៀវភៅនិងសរសេរវិធានការតបតសម្រាប់បញ្ហាជាក់លាក់មួយឯងនៅតែអាចទទួលបានពិន្ទុឬដូច្នេះម្នាក់ទៀតសួរវិញភ្លាមថាដូច្នេះឯងចង់មានន័យថាឯងក៏ធ្លាក់ការប្រឡងដែរដូច្នេះហើយអ្នកទាំងពីរក៏ឆ្លុះប្រកែកគ្នាទៅវិញទៅមកម្ដងទៀតយ៉ាងហោចណាស់នោះគឺជាអ្វីដែលខ្ញុំអាចគិតបានតើបញ្ហានៅថ្ងៃនេះមិនត្រូវបានពិភាក្សារាប់មិនអស់នៅក្នុងសាលាសិក្សាឬបុរសសក់ក្រហមតបវិញភ្លាមថាពិភាក្សារាប់មិនអស់តើឯងចង់មានន័យថាខ្ញុំជាមនុស្សល្ងងដែលមិនដឹងអ្វីសោះមែនទេខឿងភ្នែកមុតស្រួយនោះ Wulin និយាយយ៉ាងស្ងប់ស្ងាត់ថារឿងនោះខ្ញុំមិនដឹងមុននោះបុរសសក់ក្រហមមានទុកមុខមានល្បិចកលល្អណាស់ខ្ញុំរីករាយដែលមានគូប្រកួតរីករាយណាស់ប៉ុន្តែយុវជននោះគ្រាន់តែឆ្លើយតបតិចៗថាគូប្រកួតតើការប្រកួតប្រជែងមិនកើតឡើងតែនៅពេលដែលភាគីទាំងពីរមានសមត្ថភាពប្រហាក់ប្រហែលគ្នាទេឬពួកគេហាក់ដូចជាហៀបនឹងឆ្លោះគ្នាឯងនិយាយអ្វីឯងចូលចិត្តចំអកឃឹមណាស់មែនទេ Wulin មិនថយក្រោយទេឯងមិនអាចជាគូប្រកួតរបស់ឃឹមបានទេយ៉ាងហោចណាស់គូប្រកួតរបស់ឃឹមនឹងមិនផឹកស្រានៅថ្ងៃបែបនេះដើម្បីបំផ្លាញខ្លួនឯងទេគាត់លូកដៃយឺតទៅរកកៅដៃរបស់ម្នាក់ទៀតដូច្នេះប្រសិនបើឯងចង់ផឹកតែខាងក្រៅហើយផឹកតែម្នាក់ឯងទៅ Wulin រុញដៃគាត់ចេញហើយនិយាយយ៉ាងម៉ឺងម៉ាត់ថាខ្ញុំនៅមានរឿងជាច្រើនត្រូវអានសកម្មភាពនេះបណ្ដាលឲ្យបុរសសក់ក្រហមបាត់បង់លំនឹងហើយដួលទៅក្រោយគាត់ដេកដួលនៅលើឥដ្ឋនៃចំពោះមនុស្សគ្រប់គ្នាមួយសន្ទុះក្រោយមកយុវជននោះបានលាតដៃរបស់គាត់ធ្វើកាយវិការឲ្យគាត់ក្រោកឡើងប៉ុន្តែគាត់មិនចង់កាន់ដៃនោះទេខ្ញុំមិនត្រូវការវាទេខ្ញុំល្ងងខ្ញុំមិនត្រូវការជំនួយពីមនុស្សឆ្លាតដូចឯងទេ Wulin និយាយភ្លាមៗថាឯងហាក់ដូចជាមិនទាន់ដឹងនៅឡើយទេនេះមិនមែនជាភាពខុសគ្នារវាងមនុស្សឆ្លាតនិងមនុស្សល្ងងទេគ្រាន់តែគាត់និយាយចប់ភ្លាមមាននរណាម្នាក់សួរវិញថាចុះតើភាពខុសគ្នាជាអ្វីការប្រមាថមិត្តរួមថ្នាក់ដែលបានរៀបចំខ្លួនអស់រយៈពេលជាច្រើនឆ្នាំគ្រាន់តែដោយសារតែឯងធ្លាក់ការប្រឡងប្រសិនបើវាមិនមែនជាភាពខុសគ្នាតើវាជាអ្វី
បន្ទាប់មកយុវជននោះសម្លឹងមើលជុំវិញទៅមនុស្សនៅក្បែរនោះវូលីនគិតក្នុងចិត្តថាវាជាភាពខុសគ្នានៃបំណងប្រាថ្នាគឺមានបំណងប្រាថ្នាសូម្បីថាបន្តិចក្នុងចិត្តរបស់ពួកឯងនោះជាហេតុផលគាត់សម្លឹងមើលសិភឿនៅលើតុហើយគិតក្នុងចិត្តថានោះជាការប្រកួតប្រជែង ទិដ្ឋភាពផ្លាស់ប្ដូរទៅជ្រុងមួយនៃព្រៃវូជូញញឹមយ៉ាងស្លូតត្រង់ដូចយ៉ាងវូដែរពួកគេឈរទល់មុខគ្នានិយាយគ្នាដោយការរំពឹងទុកដាវរបស់គុណប្រុសពិតប្រាកដគឺបែបនេះមែនទេមានអីទៀតវាដូចគ្នាទាំងស្រុងអ្នកទាំងពីរបន្តនិយាយមិនឈប់ហ្វូយូនិយាយឡើងថាសិស្សច្បងភាគច្រើនចង់ក្លាយជាមនុស្សខ្ពស់រឹងមាំនិងក្លាយជាមេតបប៉ុន្តែពួកយើងមានអារម្មណ៍ថាដាវស័ក្តិសមនឹងពួកយើងជាងយ៉ាងវូបន្ថែមយ៉ាងរហ័សថាពីព្រោះគ្រូបានប្រាប់យើងឲ្យព្យាយាមឲ្យអស់ពីសមត្ថភាពទោះបីជាយ៉ាងណាក៏ដោយក្រៅពីនេះយើងបានហ្វឹកហាត់ជាមួយដាវឈើអស់រយៈពេលជាយូរមកហើយយើងនឹងស៊ុំក្នុងពេលឆាប់ៗនេះពិតណាស់ម្នាក់ក្នុងចំណោមពួកគេលើករបស់នៅក្នុងដៃរបស់គាត់ហើយនិយាយថាឃីមចង់កាន់កាប់វាឆាប់ៗដែរម្នាក់ទៀតញញឹមពេលគាត់យកវាដោយខ្លាយតបថាចាំមើលចុះអញដឹងទេយើងទទួលបានវាក្នុងតម្លៃថោកនៅថ្ងៃនេះវាអាចជាថ្ងៃសំណាងរបស់យើងហ្វូជូនិងយ៉ាងវូស្រាប់តែមើលទៅព្រួយបារម្ភយ៉ាងខ្លាំងប៉ុន្តែប្រសិនបើ Elder Senior Brother ដឹងគាត់នឹងមិនស្ទេបន្តយើងទេមែនទេហ្វូជូបញ្យល់ថាឃីងបានប្រាយលុយដែលឃីមសន្សំពីការធ្វើការងារកំពឹកភ្នាក់ងារការពារដើម្បីទិញវាឃីងមិនបានធ្វើអ្វីខុសទេគាត់ប្រហែលជាមិនស្ទេបន្តយើងទេមែនទេតើឯងប្រកាសទេបន្ទាប់ពីនិយាយបែបនេះអ្នកទាំងពីរមើលមុខគ្នាភ្លាមហើយសើចនៅក្នុងព្រៃដែលមានស្លឹកឈើក្រាស់ជីសិនកំពុងសម្លឹងមើលផ្កាដែលឯកោមួយដោយដៃរបស់គាត់បានបន្ធូរដីជុំវិញគល់ផ្កាយឺតមួយសន្ទុះក្រោយមកគាត់ប្រើបាតដៃទាំងពីរដើម្បីលើកផ្កាដែលដុះនៅក្នុងមើមរីសានៅពេលនេះមាត់របស់ស៊ីសិនហើបខ្ញុំរកឃើញជីនសិនហើយគាត់ស្រែកម្ដងទៀតខ្ញុំរកឃើញជីនសិនហើយការស្រែកបានបន្លឺឡើងពេញព្រៃញ៉ែពីរបីទំនក់បានហូរចុះមកលើថ្ពាត់របស់គាត់ជាមួយរបស់នេះស៊ីសិនអោបរបស់នោះជាប់នឹងទ្រូងហើយដើរយឺតនៅក្នុងចិត្តរបស់គាត់គិតពីមនុស្សសក់ពណ៌ស្វាយពីរនាក់គាត់គិតថាឃីងត្រូវទិញសម្លៀកបំពាក់ឲ្យស៊ូយ៉ែកនិងទូថាំក្មេងពីរនាក់នោះមិនដែលមានសម្លៀកបំពាក់ថ្មីទេពីព្រោះពួកគេតែងតែត្រូវស្លៀកពាក់ខោអាវចាស់របស់បងប្រុសនិងបងស្រីរបស់ពួកគេបន្ទាប់មកស៊ីសិនគិតពីបរិះពីរនាក់ទៀតខ្ញុំក៏ត្រូវទិញអាវុធឲ្យហ្វូជីវនិងយ៉ាងវូដែរវ៉ាក៏ចាំបាច់ណាស់ដែរបន្ទាប់មកគាត់នឹកឃើញក្មេងស្រីដែលមានសក់ពណ៌ខៀវវែងអន្លាយហើយសម្រាប់ Senior Sister តើខ្ញុំគួរទិញអ្វី Season បន្តដើរកាត់ព្រៃបែបនោះមួយសន្ទុះក្រោយមកគាត់បានឃើញផ្ទះស្បៅមួយទិដ្ឋភាពនៅចំពោះហ្វូគាត់ធ្វើឲ្យ Season ភ្ញាក់ផ្អើលបន្តិចរូបរាងងងឹតពីរបានកំពុងលួចលាក់នៅមុខទ្វារឃើញទិដ្ឋភាពនេះគាត់មិនអាចជួយអ្វីបានក្រៅពីញ័រហើយសម្បីតែថាំងក្រណាត់នៅក្នុងដៃរបស់គាត់ក៏ធ្លាក់ជាប់មុខដៃដែរនៅថ្ងៃដ៏ស្រស់ស្អាតដែលមានមេឃពណ៌ខៀវនិងពពកពណ៌សរូបរាងពីរបានកំពុងហាវខោអាវនៅក្នុងទីទាស៊ូយ៉ែកសម្លឹងមើលក្រណាត់ពណ៌សនៅក្នុងដៃរបស់នាងជ្រួញចិញ្ចាមហើយនិយាយតិចៗថាហេតុអ្វីបានជារបស់នេះមិនដែលស្អាតសោះឃើញបែបនេះអាំងជាងណែនាំយ៉ាងរហ័សថា Junior Sister ឈប់ទៅអង្គុយនៅទីនោះមួយផ្លែទៅប៉ុន្តែម្នាក់ទៀតបដិសេធដោយក្រវីរបស់នៅក្នុងដៃរបស់នាងហើយតបវិញថាទេខ្ញុំចង់ទិញឲ្យចប់សកម្មភាពនេះធ្វើឲ្យនាងញញឹមតិចគួរឲ្យស្រឡាញ់ណាស់ខណៈដែលអានជិងកំពុងដាក់ដៃរបស់នាងលើបង្គោលហាលខោអាវភ្លាមនោះមានអ្វីមួយធ្វើឲ្យនាងស្លន់ស្លោនៅចំពោះមុខពួកគេគឺបុរស3នាក់ដែលមានមុខមាត់មិនរាក់ទាក់មេដឹកនាំគឺយ៉ាងចាន់ពាក់អាវធំពណ៌ស្វាយវែងសម្លឹងមើលម្នាក់ទៀតគាត់ញញឹមយ៉ាងត្រជាក់គំនិតមួយបានលេចឡើងក្នុងក្បាលរបស់នាងគឺអាម្នាក់នោះអានចេញឈរនៅពីមុខស៊ូយ៉ែហើយនិយាយឡើងថាតើពួកឯងជានរណាទោះជាយ៉ាងណាក៏ដោយកូនចៅពីរនាក់នោះបានស្រឡាញ់កាំង
ស្រីស្អាតម្នាក់នេះតើនាងជាស្រីស្អាតគ្មានគូប្រៀបមែនទេពិតជាគួរឲ្យភ្ញាក់ផ្អើលណាស់ការប្រកល់នាងឲ្យមនុស្សបែបនោះតើវាមិនគួរឲ្យស្ដាយពេកទេឬក្នុងពេលជាមួយគ្នានោះក្មេងស្រីតូចបានស្រែកដោយការភ័យខ្លាចថា Senior Sister ក្រាន់តែពាក្យសម្ដីចេញមកភ្លាមនាងបានធានានាងភ្លាមថាមិនអីទេអានចេញមើលទៅភ័យស្លន់ស្លោហើយស្រែកថាប្រាប់ឈ្មោះពួកឯងមកសកម្មភាពនេះធ្វើឲ្យបុរសពីរនាក់នោះធ្លាក់ក្នុងភាពស្លន់ស្លោភ្លាមជេរប្រតិចមើលទៅយើងត្រូវតែធ្វើសកម្មភាពភ្លាមម្នាក់ក្នុងចំណោមពួកគេនិយាយឡើងថាកញ្ញាយ៉ាង Master របស់យើងធ្លាប់បានជួបអ្នកពីមុនមកប្រសិនបើអ្នកមកជាមួយយើងនឹងគ្មានបញ្ហាអ្វីទេបន្ទាប់ពីឮបែបនេះនាងនិយាយតិចថាខ្ញុំមិនដែលជួបគាត់ទេប្រសិនបើគ្មានអ្វីផ្សេងទេសូមចាក់ចេញទេឬដូច្នេះបុរសពីរនាក់នោះខំធ្មានភ្លាមដោយកំហឹងមីស្រីនោះយ៉ាងច័ន្ទស្រាប់តែស្រែកថាតើពួកឯងកំពុងចោទធ្វើអ្វីចាប់នាងជាមុនសិនដូច្នេះពួកគេផ្លាប់ដូរគ្នានិយាយទៅកាន់ក្មេងស្រីនៅចំពោះមុខពួកគេកញ្ញាសូមអភ័យទោសប៉ុន្តែគេទៅមើលនេះមិនមែនជារឿងអាក្រក់សម្រាប់អ្នកទេនរណាដឹងវាអាចជាឱកាសដើម្បីផ្លាស់ប្ដូរជីវិតរបស់អ្នកដើម្បីរស់នៅភាពប្រណីប៉ុន្តែអនស៊ីងគ្រាន់តែឈរនៅទីនោះដោយមិននិយាយមួយម៉ាត់យប់ជ្រៅហើយពពួកពណ៌សស្ដើងទឿងបានបិទបាំងព្រះច័ន្ទពេញវងមួយផ្នែកបុរសដែលមានផ្នែកតែមួយបានខ្វែងដៃហើយនិយាយយ៉ាងត្រជាក់ថាឯងមានវត្តមានដ៏រឹងមាំប៉ុន្តែឯងនឹងមិនទទួលបានការស្លាប់ដ៏ស្អាតស្អំតាមរបៀបនោះទេឬដូច្នេះមាត់របស់អាខាំងហើបដោយកំហឹងហើយគាត់បានសម្រុកទៅមុខពីខាងក្រោយបងប្អូនជាច្រើនបានស្រែកខ្លាំងព្រមគ្នាប៉ុន្តែគូប្រកួតមិនខ្លាចតល់ទេសោះដោយបញ្ជាសម្លយមើលងាយគាត់គ្រវីដាវរបស់គាត់លឿនដោយផ្លែតបន្តហើយបរោះនោះដោយមិនព្រមចាញ់បានវាយពូថៅរបស់គាត់ចោះអាវុធទាំងពីរបានប៉ះទង្គិចគ្នាដោយកម្លាំងដ៏អស្ចារ្យម្នាក់ទៀតរអិលខ្លួនកាត់អាខាំងដោយចំអកថាឯងជាប្រធានក្រុមឯងមានកម្លាំងខ្លះដែរភ្នែករបស់គាត់លាក់ទៅចំហៀងអាខាំងត្រូវបានឈូតភ្លាមដោយផ្លែដាវដ៏មុតស្រួចខណៈដែលគូប្រកួតបញ្ចេញស្នាមញញឹមដោយបិសាចបរោះនោះមិនអាចបញ្ឈប់ការក្អួតឈាមបានទេឃើញបែបនេះបងប្អូនរបស់អាខាំងដែលពាក់មុខស្លឹកបានសម្រុកទៅមុខជាមួយដាវវែងទោះជាយ៉ាងណាក៏ដោយម្នាក់ទៀតគ្រាន់តែត្រូវការគ្រវីដៃរបស់គាត់ហើយសំឡេងព្រៃតូចមួយត្រូវបានឮផ្លែដាវត្រូវបានកាត់ជាពីរដោយហក់ទៅក្នុងខ្សែទីទិភាពដ៏គួរឲ្យច្បាស់ដល់នេះបានលាតទុនខោនៅចំពោះភ្នែករបស់ពួកគេភ្លាមប៉ុន្តែម្នាក់ទៀតនៅតែស្ងប់ហើយនិយាយឡើងថាឯងមិនអាចបែកអារម្មណ៍បានទេបន្ទាប់ពីនិយាយចប់គាត់ចាប់រាងកាយរបស់គូប្រកួតដោយដៃទាំងពីរហើយបោកគាត់យ៉ាងខ្លាំងគាត់មិនអាចជួយអ្វីបានក្រៅពីក្អួតឈាមខ្មៅដោយលុតជង្គង់លើដីកាន់ពោះរបស់គាត់បន្ទាប់មកបុរសមិនខ្លាចស្លាប់ពីរនាក់ទៀតបានសម្រុកទៅមុខប៉ុន្តែម្នាក់ទៀតនៅតែអាចវាយបុកបានយ៉ាងងាយស្រួលមួយកំបិតត្រូវចង្កេះមួយត្រូវជើងមួយទៀតត្រូវកំភួនដៃស្ដាំគាត់តែម្នាក់ឯងបានប្រយុទ្ធប្រឆាំងនឹងការឡោមព័ទ្ធរបស់មនុស្ស4នាក់នៅជុំវិញគាត់ចុងដាវនិងដាវបានប៉ះទង្គិចគ្នាជាបន្តមួយសន្ទុះក្រោយមកបុរសភ្នែកមួយបានលោតចូលទៅក្នុងខ្យល់យ៉ាងស្រាលគាត់ខំធ្មេញហើយកាប់ចុះយ៉ាងខ្លាំងដាវបានវាយត្រូវដៃរបស់មនុស្សខាងឆ្វេងនិងផ្នែកខ្លះនៃរាងកាយរបស់មនុស្សខាងស្ដាំគាត់ចុះដល់ដៃដោយគ្មានការស្ទឹកស្ទើរម្នាក់ទៀតងាកមុខចង្អុលដាវរបស់គាត់ត្រង់ទៅមនុស្សម្នាក់ហើយចំអកថាដូចការរំពឹងទុកឯងមានត្រឹមតែវត្តមានដ៏រឹងមាំប៉ុណ្ណោះជើងថែមទាំងបានទុនទឹងរងចាំវាបន្តិចផងគួរឲ្យធុយណាស់ខ្ជិះខ្ជាវពេលវេលានៅតែជាក្រុមអ្នកខ្សោយភ្លាមនោះមានអ្វីមួយធ្វើឲ្យម្នាក់ទៀតមិនជឿភ្នែករបស់គាត់ស្អីខ្យល់បក់ដោះខ្លាំងមួយបានបក់កាត់ដំបងឈើដ៏ធំមួយបានសម្រុកទៅមុខក្នុងល្បឿនដ៏អស្ចារ្យប៉ុន្តែបុរសនោះមិនខ្លាចទេហើយលោតឡើងរបស់នោះវាម្ដងទៀតដូច្នេះគាត់ប្រញាប់កាប់ទៅមុខអាវុធទាំងពីរបានប៉ះទង្គិចគ្នាបង្កើតកម្លាំងដ៏ខ្លាំងក្លាបំផុតដៃដែលកាន់ដាវបានញើដោយមិនអាចគ្រប់គ្រងបាននៅពេលនេះម្នាក់ទៀតខំធ្មេញហើយមិនអាចជួយសួរថាតើឯងជាស្អីប៉ុន្តែបុរសនៅចំពោះមុខគាត់មិនឆ្លើយមួយម៉ាត់ទៀនរូជ្រួញចិញ្ចើមនឹងខំធ្មេញសាច់ដៃរបស់គាត់តឹងសរសៃលិចឡើងដៃរបស់គាត់កាប់ដំបងយ៉ាងតឹងរហូតដល់សន្លាក់របស់គាត់ប្រែជាពណ៌សដង្ហើមរបស់គាត់ធឹង
ញ៉ាស់ទៅជាហួយចុះមកលើថ្នាធ្វើឲ្យក្នុងអាវរបស់គាត់សើម សម្ពាធនេះកម្លាំងនេះគឺទាំងចម្លែកនិងធ្លាប់ស្គាល់ហាក់ដូចជាគាត់បានស្គាល់វាពីមុនមកទៀនរូស្រាប់តែស្ទុះទៅមុខក្នុងល្បឿនដ៏អស្ចារ្យដោយមានតែសំឡេងខ្យល់បក់នៅក្នុងត្រចៀករបស់គាត់ភ្នែករបស់បរិះចំណាស់នោះបើកធំធ្មេញរបស់គាត់ខំយ៉ាងតឹងហើយគាត់ស្រែកយ៉ាងឆ្កួតខាអាបាស្តាតនេះថាមពលបានកោនឡើងជុំវិញរាងកាយរបស់គាត់បង្កើតជាខ្យល់គួតដ៏មុតស្រួចដាវនៅក្នុងដៃរបស់គាត់បានវាចុះដោយផ្លែកបន្តដោយមានសន្ទុះក៏ក្រើកផែនដៃភ្នែករបស់ទៀនរូបើកធំគាត់លើកដៃឆ្វេងដើម្បីទប់ដោយប្រមូលផ្ដុំថាមពលទៅក្នុងបាតដៃបង្កើតជាខែលដែលមើលមិនឃើញគាត់លើកដៃស្ដាំរបស់គាត់ថាមពលជីវិតរបស់គាត់កើនឡើងហើយដាល់មួយដៃត្រង់ទៅទ្រូងរបស់គាត់រូបរាងរបស់គាត់ស្រាប់តែផ្លិបផ្លេតល្បឿនរបស់គាត់លឿនណាស់រហូតដល់នៅសល់តែស្រមោលដាវរបស់គាត់បានប្រែទៅជាដាវមុតស្រួចរាប់សិបរាប់រយដែលចុះមកដូចព្យុះគ្រប់ដណ្ដាប់ទៀនរូនៅក្នុងសំណាញ់នៃចិត្តតាសម្លាប់ដ៏គួរឲ្យថប់ដង្ហើមគាត់ខំធ្មេញជើងរបស់គាត់ស្រាប់តែជន់ដីយ៉ាងខ្លាំងរាងកាយទាំងមូលរបស់គាត់ផ្ទុកឡើងជាមួយនឹងថាមពលជីវិតពណ៌ក្រហមដោយវាយដៃរបស់គាត់ដើម្បីទប់រាល់ពន្លឺដាវសំឡេងនៃការប៉ះទង្គៀកបានបន្លឺឡើងជាបន្តបន្ទាប់ដោយជាញញួរវាយបន្តោះដែកលឿនណាស់ពិតជាស័ក្តិសមជាមនុស្សមកពីពិភពគុណដាវមួយបានចាក់ចូលត្រង់ស្មារបស់ទៀនរូឈាមស្រះបានបាញ់ចេញធ្វើឲ្យអាវរបស់គាត់ប្រឡាក់ពណ៌ក្រហមគាត់ញញឹមមើលងាយភ្នែករបស់គាត់ពុនពេញដោយជ័យជំនះឥឡូវនេះវាអាចបញ្ចប់បានហើយប៉ុន្តែភ្លាមនោះទឹកមុខរបស់គាត់បានផ្លាស់ប្ដូរយ៉ាងខ្លាំងប្រែជាស្លេកភ្នែករបស់គាត់បើកធំទឹកមុខរបស់ទៀនរូមិនផ្លាស់ប្ដូរទេដៃស្ដាំរបស់គាត់ដូចជាដង្កាប់បានកាប់យ៉ាងតឹងនៅផ្លែដាវដែលកឹបជ្រុះនៅសាច់របស់គាត់គាត់ទាញដាវចេញពីស្មារបស់គាត់បន្ទាប់មកយកក្បាលបុកគាត់ត្រង់ គាត់បានដួលថយក្រោយឈាមស្រស់បាញ់ខ្ទៀតចរន្តនៃថាមពលខាងក្នុងបានហូរកាត់តាមសរសៃឈាមរបស់គាត់បាតដៃរបស់គាត់ផ្លាស់ទីបន្តិចហើយបន្លឺពណ៌ក្រហមបានកើនឡើងនឹងវិលគាត់ដកថយចរន្តនៃថាមពលជីវិតពណ៌ក្រហមបង្កើតបានជាខ្យល់គួចដ៏គួរឲ្យភ័យខ្លាចនៃចេតនាសម្លាប់រូបភាពរបស់ជីឌៀនបានភញាប់ខ្លួនដោយនិយាយដោយសំឡេងច្រៅថាក្បាត់នេះហៅថាសត្វញ៉ាន់ទៀនរូក្រវីដៃហើយស្រែកខ្លាំងរាងកាយតាំងមួលរបស់អ្នកទៀតញ័រភ្នែករបស់គាត់បាក់ធំការវាយបាតដៃមួយត្រូវបានបញ្ចេញលំហាក់ដូចជាត្រូវបានហែកចេញថាមពលដ៏ខ្លាំងក្លាបានវិលទៅជាខ្យល់គួចដ៏សាហាវដោយសម្រុកទៅរកគាត់ត្រង់គាត់បានដួលលុតជង្គង់ក្បាលរបស់គាត់ដាច់ចេញពីកធ្លាក់ទៅលើដីស្ងួតហ្វូឈរនៅក្បែរគាត់ដោយបង្ហាញសុទ្ធភ្នែកកសគាត់ងាកក្រោយដោយញ័រដោយឃើញទីធីដ៏គួរឲ្យភ័យខ្លាចនោះភាពត្រជាក់បានរត់ចុះតាមឆ្អឹងខ្នងរបស់គាត់ទៀនរូឈរនៅទីនោះដោយអស់កម្លាំងរាងកាយរបស់គាត់ញ័រឈាមស្រស់ស្រុកពីបាតដៃរបស់គាត់ធ្វើឲ្យដីមើលក្លែងប្រឡាក់ពណ៌ក្រហមខ្ញុំអាចប្រាក្បាច់នេះបានដែរហ្វូងមនុស្សដែលទើបតែមានភាពវិកវួរឥឡូវនេះស្ងាត់ជើងមើលស្លាប់ខ្លះបានដួលខ្លះក្រាបខ្លះនៅតែកាន់ដាវប៉ុន្តែញ័រដូចជាកាន់ដុំដែកក្តៅក្រហមគាត់គិតក្នុងចិត្តថាថាមពលនោះទៀនរូស្រាប់តែមានអារម្មណ៍វិលមុខដៃជើងរបស់គាត់អស់កម្លាំងហើយគាត់បានដួលលុតជង្គង់ការចងចាំដ៏សប្បុរសបានលេចឡើងខ្ញុំធួបត្រូវបានបង្រៀនពីរបៀបសម្ដែងក្បាច់នេះសំឡេងព្រួយបារម្ភមួយបានហៅថាទៀនរូទិដ្ឋភាពបានផ្លាស់ប្ដូរថ្ងៃលិចពណ៌មាសបានគ្រប់ដណ្ដប់លើផែនដីអានជីងរឹតបន្តឹងការកាន់ដំបងនៅក្នុងដៃរបស់នាងភ្នែករបស់នាងត្រជាក់សម្លឹងមើលជនគីពីលពីរនាក់ដែលកំពុងរៀបចំសម្រុកចូលម្នាក់ក្នុងចំណោមពួកគេសើចចំអកហាយស្ទុះទៅចាប់នាងប៉ុន្តែអានជីងគេចលឿនដឹកភ្លេកបន្តរាងកាយដ៏រហ័សរហួនរបស់នាងវិលជុំវិញធ្វើឲ្យអាម្នាក់នោះចាប់ខុសមុខរបស់ជនគីពីលទាំងពីរប្រែជាស្លេកពួកគេជ្រួចចិញ្ចាមហើយនិយាយថាតើនេះជាក្បាច់អ្វីវាចម្លែកពេកអានជីងលើកដំបងឈើរបស់នាងសំឡេងរបស់នាងទន់ភ្លន់តែមើងម៉ាត់
ส้มจากเจนเตอร์จุนกิเปียวเต็งปีเมื่อมุกเนี้ยโดยกาไพ่คลาดเข็มกระทาเนียงจิกเมงสไรตนเศร้าขยำมันนึกสมานทาจุมเนียนดำบองระบอเนียงมันอ่อนเด้ปันแต่เต้ายืงกลัวถั่วไว้แล้วนี่แนวเปนี้สำเร็งดอชับเคิงหนึ่งคืงสำบามวยบานบรรลือลางเต้าผู้แองครานแต่เชอเมอร์แมนเด้ฉบเชื่อใจเปรูเลียเตอร์หรือโดยเฉเนพเนกระบอจุนกิเปียวตั้งปีปลายเจกระหอมให้ปูเกบานกระวีดาวระบอปูเกเพลียมให้สำรุกโจลพเนกระบออันจิงปลายเจตระแจดาวดอกหมุดสรวยมือบานกับให้ดำมองเชอนึกนองใดระบอเนียงตรบานกัดเจปีสัมเปียดดอกคลังคล้าถวยเนียงดูลถอยกรอยปีเบยจำนวนมันแอกเตียดยืนเยี่ยมอย่างปีสัวพลประสินบาไอเหมาะจมูเยืองดอยสดับบังกวบไอหนึ่งมันจำใบโรงตุกแบบนี้เพลียมนูสุยอใบสตุกเจนหมกปีนาเทดอยอาบจุนกิเปียนูยางตึงใส่ตังตึกเพียกทาแรงซีเนียร์ซิสเตอร์ระบักเขียงเตอร์มันแอกเตียดกระวีใดหายรุนยางคลังเทื่อไอ้กเมงใส่ตุยดาวตะเลอใดกูไอรมคานนะ ឃើញស៊ូយួរដួល